ស្ដីបងប្អូនគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាពីរបៀបបិទមុខងារ YouTube Short វីដេអូខ្លីនៅក្នុងនៅលើទូរស័ព្ទ Android ហើយនិងទូរស័ព្ទប្រភេទ iPhone អញ្ចឹងបងប្អូនមួយចំនួនដែលគាត់ចំណាយពេលទៅលើវីដេអូខ្លីច្រើនហួសកម្រិតអញ្ចឹងគាត់ចង់បិទមុខងារ Short គឺយើងអាចធ្វើតាមវិធីនេះបានគឺយើងទុកតែវីដេអូវែងទេបាទអញ្ចឹងទីមួយសម្រាប់ប្រភេទ iPhone គឺបងប្អូនអរគ្នាចុចទៅលើprofile ជាងមកតាមទៀតគឺបងប្អូនអរគ្នាចុចទៅលើ setting តោះនេះយើង scroll មកចុះក្រោមបងប្អូននឹងឃើញពាក្យថា time management តាមទៀតគឺបងប្អូនអរគ្នាចុចឃើញពាក្យថា daily limit short vid limit នេះមកចុចបើកវាមកបន្តទៀតយើងអាចកំណត់ limit ប្រចាំថ្ងៃបានអញ្ចឹងឧបមាថាយើងអត់ចង់បិទមុខងារ short 0នាទីបានថាក្នុងមួយថ្ងៃគឺយើងអត់ឲ្យយើងអាចចូល short មើលបានទេអញ្ចឹងយើងដាក់0មកបើយើងចង់ដាក់15នាទីនិយាយថាយើងអាចមើលបាន15នាទីក្នុងមួយថ្ងៃណាបាទអញ្ចឹងខ្ញុំដាក់0ដោយសារយើងចង់បិទយើងអាចបើកនេះមកនេះសម្រាប់មុខងារ iPhone សម្រាប់មុខងារ Android គឺដូចគ្នាទេបងប្អូនគ្នាយើងចុចទៅលើ setting មកបន្តទៀតយើងចុចលើ setting នេះបន្តទៀតអ្នកនរគ្នាចុច time management ហើយយើង scroll បើកនេះបើកនេះមកបើកដូចគ្នាហ្នឹងហើយយើងដាក់0នេះគ្នាមកបាទអញ្ចឹងនៅពេលដែលយើងចង់យើងចូលទៅ YouTube គឺយើងអត់មាន short ទេហើយយើងមានមួយ short ទេពេលយើងបិទលក្ខខណ្ឌហ្នឹងហើយយើងបើកនេះទៅវានឹងបិទ short ហើយបងប្អូនគ្នាវាមានមួយ short ទៀតទេបាទអញ្ចឹងវាលែងមានហើយពេលដែលយើងកំណត់អញ្ចឹងហើយវីដេអូនោះមានតែប៉ុណ្្នឹងដែលចង់បង្ហាញបងប្អូនគ្នាជួបគ្នានៅវីដេអូថ្មីបន្តទៀតជម្រាបលា